เรียนสู้ปกมาบางคนគ្នាខ្ញុំឈ្មោះលីដាថ្ងៃនេះខ្ញុំនឹងចេញមកបកស្រាយថាតើការបរៀនរបស់ខ្ញុំនឹងធ្វើរបៀបណាខ្លះដើម្បីឲ្យពុកម៉ែបងប្អូនឬក៏បងប្អូនជំនាន់ក្រោយគាត់បានយល់ចឹងអីដែលខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នានោះទី1ការបរៀនរបស់ខ្ញុំមានជាភាសាបរទេសហើយជាមួយនឹងភាសាខ្មែរដោយសារតែវិស័យ hospitality របស់យើងគឺត្រូវការភាសាបរទេសជាចាំបាច់បំផុតព្រោះវាជា international language គឺជាភាសាអន្តរជាតិតែម្ដងមិនថាតែខ្មែរយើងឬក៏ប្រទេសណាទេគឺតម្រូវឲ្យប្រើភាសា international language គឺភាសាអង់គ្លេសអញ្ចឹងខ្ញុំនឹងបរៀនអ្នកទាំងអស់គ្នាជាភាសាខ្មែរផងជាភាសាអង់គ្លេសផងដើម្បីឲ្យគាត់បានយល់ឬក៏អ្នកដែលគាត់ទប់នឹងចេះភាសាតិចតួចអីគាត់អាចយល់ថាពាក្យហ្នឹងគេប្រើមិនអីចឹងណាចាអញ្ចឹងថ្ងៃនេះមុននឹងយើងចូលទៅដល់ការបរៀនhospitality ក្នុង restaurant ខ្ញុំចង់មកបញ្យល់ពីពាក្យ tourism ជាមួយនឹងពាក្យ hospitality បែងចែកគ្នាដាច់ជាមួយនឹងការបរៀនរបស់ខ្ញុំថ្ងៃនេះចឹង what is hospitality ចឹង hospitality នឹងមានន័យថាម៉េច hospitality is the service of making guests feel welcome ចឹងមានន័យថា hospitality នឹងគឺជាការផ្ដល់សេវាកម្មមួយដែលធ្វើឲ្យភ្ញៀវនឹងដែលគាត់បានមកហើយមានអារម្មណ៍ថាកក់ក្ដៅមានអារម្មណ៍ថាទទួលបានការស្វាគមន៍អាហ្នឹងគឺហៅថា hospitality ចឹងអីគេ tourist what is tourist ចឹង tourist គឺជាក្រុមមនុស្សមួយក្រុមឬក៏ម្នាក់ឡើងទៅដែលគាត់នឹងចូលចិត្តដើរ travel to other place ចឹងមានន័យថាគាត់ចូលចិត្តដើរលេងទៅកន្លែងផ្សេងអីចឹងសម្រាប់អីគេគាត់ដើរនឹងដើរដើម្បីអីទី1គាត់អាចដើរដើម្បីទៅ research ទី2គាត់អាចដើរដើម្បីការសប្បាយទី3គាត់ទៅ visit ចឹងមានន័យគាត់ទៅទស្សនាឬក៏ទៅទស្សនកិច្ចកន្លែងហ្នឹងឯងហើយមួយទៀត to learning ចឹងមានន័យថាគាត់ទៅរៀនពីកន្លែងហ្នឹងឬក៏គាត់ទៅសិក្សាអីផ្សេងអីចឹងណាឬក៏ learning ពី culture របស់ប្រទេសមួយដែលគាត់ទៅទស្សនាហ្នឹងហើយមួយទៀតទៅ enjoy ហ្នឹង enjoy ទៅលើអីគេចឹងអាពាក្យ enjoy ហ្នឹងវាសំខាន់ក្នុងមេរៀនរបស់ខ្ញុំដែរដោយសារតែគាត់ទៅ enjoy នឹងការ testing ម្ហូបការ testing cocktail ឬក៏គាត់ចង់ទៅភ្លក់ម្ហូបជាម្ហូបវប្បធម៌របស់ខ្មែរយើងណាចឹងមួយទៀតគាត់ទៅ relax ចឹងដូចអ្នកខ្លះអីគាត់ធ្វើការយូរឬក៏គាត់មានអារម្មណ៍ហត់អីគាត់ប្រកាសជាទៅកន្លែងមួយដើម្បីគេដើម្បី relax កន្លែងជាដូចខ្ញុំចឹងពេលខ្ញុំធ្វើការហត់ឬក៏ខ្ញុំពិបាកលក្ខណៈយើង stress ក្នុងការងារអីគឺខ្ញុំចង់ទៅឡើងភ្នំឡើងអីដើម្បីបោះតង់ឬក៏ relax ចឹងដែរចឹងតាំងពីអាហ្នឹងគឺវាអត់ដូចគ្នាទេហើយអ្នកទាំងអស់គ្នាបែងចែកវាដាច់ចឹងអានេះគឺជាក្រុមមនុស្សមួយក្រុមដែលគាត់ពីម្នាក់ឬក៏មួយក្រុមដែលគាត់នឹងចូលចិត្តធ្វើដំណើរគាត់ធ្វើដំណើរទៅកន្លែងផ្សេងទៅប្រទេសផ្សេងដូចជាមិនថាតាក្នុងស្រុកឬក៏ក្រៅប្រទេសទេគឺគាត់ធ្វើដំណើរហ្នឹងគេហៅថា tourist ហើយមួយទៀត hospitality ហ្នឹងការ provide ការអីរបស់បុគ្គលិកឬក៏អ្នកដែលផ្ដល់សេវាកម្មឲ្យភ្ញៀវសេវាកម្មហ្នឹងគឺមិនមែនសេវាកម្មអីទេគឺជាសេវាកម្មដែលយើងលក្ខណៈថាបដិសណ្ឋារកិច្ចហ្មងណាអញ្ចឹងផ្ដល់សេវាកម្មឲ្យភ្ញៀវនោះមានអារម្មណ៍ថាអូកក់ក្ដៅគាត់មកលេងស្រុកខ្មែរឬក៏គាត់ទៅប្រទេសផ្សេងៗគាត់មានអារម្មណ៍ថាកក់ក្ដៅដូចនៅផ្ទះរបស់គាត់អីចឹងណាចឹងថ្ងៃនេះជាវីដេអូខ្លីចឹងសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានហើយសូមមេត្តាជួយចុច subscribe ឬក៏ follow ដើម្បីឲ្យនាងខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូចែករំលែកដល់បងប្អូនចំនួនក្រោយឬក៏ក្មេងៗដែលគាត់ចង់ចេះចង់ដឹងហ្នឹងឲ្យគាត់បានទស្សនាផងចាសសូមអរគុណសូមគោរពលា